ដើម្បីទទួលបានព័ត៌មានភ្លាមៗលោកអ្នកគ្រាន់តែជួយចុច like ហើយចុច subscribe បន្ទាប់មកចុចលើរូបកណ្ដឹងហើយចុចលើពាក្យថា all បាទប្រធានបទថ្ងៃនេះច្បាប់ស្រុកមណ្ឌលបងប្អូនប្រជាពលរដ្ឋខ្មែរបានឃើញហើយរូបភាពជាច្រើនដែលពួកអាចោមសៀតនោះណាពួកអាចោមសៀតឆ្លៀតឱកាសត្រីងៀតឆ្លៀតពងពួកអស់នេះវាជ្រុលពេកធ្វើឲ្យខ្ញុំក្តៅធ្វើឲ្យខ្ញុំខឹងត្រមអត់បានទេប្រហែលថ្ងៃនេះបើសិនតែខ្ញុំអត់ឈឺកាពះវិញក្បាលពួកអស់នេះខ្ញុំប្រលះតាំងពីម្សិលថ្ងៃមកណាបាទខ្ញុំឈឺចាប់នៅពេលដែលពួកអាអស់នេះអញនិយាយចំទៅច្បាប់នេះវាសំបីតែវាអាចចូលក្នុងប្រព័ន្ធក៏វាថាច្បាប់ដែរពួកអស់នេះនោះបាទច្បាប់តម៉ែវាមួយម៉ាត់ណាក៏ច្បាប់មួយម៉ាត់ណាក៏ច្បាប់និយាយមកច្បាប់ល្អណាស់ស្រុកខ្មែរកែប្រែច្បាប់ថ្មីសម្ដីដេរឆានដោយសុកអេសាននៅអាឈៀងវួននៃអស់នេះនេះមួយម៉ាត់ណាចេញមកច្បាប់មួយម៉ាត់ណាចេញមកច្បាប់ច្បាប់ក្នួយម៉ែវាអីច្បាប់ធ្វើបាបតារីខ្មែរជញ្ជក់ទៅឈាមរីខ្មែរនេះហើយប្រជាពលរដ្ឋខ្មែរប្រមាណ100នាក់ប្រមាណលាននាក់ដែលអស់លោកបង្កើតច្បាប់ចេញមកនេះណាច្បាប់ចេញមកនេះណាជាអ្នករងគ្រោះប្រជាពលរដ្ឋអ្នកក្រអ្នកដែលមុតជិះម៉ូតូកជីកចាស់ឡានកជីកចាស់ហ្នឹងហើយដែលអ្នករងគ្រោះណាអ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋដែលជាអ្នកក្រីក្ររស់ស៊ីលហាមតាមដងផ្លូវហ្នឹងអាហ្នឹងគាត់ជាអ្នករងគ្រោះចំណែកពួកអាស័កមានយុះមានផ្កាយដែលចាំផាកចាំពីនៃពួកគាត់នេះអស់ទាំងលៀននេះបានលុយចូលហប៉ៅពួកវាពួកអស់នេះអស់ចាណានិយាយម៉ាត់ណាមកច្បាប់ថ្មីនិយាយម៉ាត់ណាមកច្បាប់ស្ដាប់ជាមួយច្បាប់ក្នួយម៉ែវាអីអីដៅបងប្អូនខ្ញុំវាឃើញរូបភាពឥឡូវមុននឹងយើងនិយាយដល់រូបភាពដែលគេចាប់បងប្អូនដែលជាអ្នករងគ្រោះយើងចូលដល់នីតិវិធីច្បាប់សិនមុនដែលវាដាក់ឲ្យប្រើប្រាស់ច្បាប់មុននឹងវាដាក់ឲ្យប៉ូលីសមន្ត្រីនគរបាលអនុវត្តច្បាប់ទាំងអស់ហ្នឹងសួរថាពេលវេលាដែលវាបង្កើតច្បាប់នេះពេលវេលាដែលវាដាក់ច្បាប់មកចេញមកនេះវាដាក់ប្រហែលថ្ងៃក្នុងការអនុវត្តវាដាក់បានប្រហែលថ្ងៃណាខ្ញុំនិយាយនេះបងប្អូនមើលទៅតែ400ទេប៉ុណ្ណឹងវាអត់ដល់ក្បាលពួកវាទេខ្ញុំចង់ឲ្យបាន1Kដើម្បីឲ្យដល់ក្បាលពួកវាណានៅពេលវាដាក់ភ្លាមវាធ្វើភ្លាមណានៅពេលដែលវាដាក់ភ្លាមវាធ្វើភ្លាមច្បាប់ចុយម្រាយអីមកផ្លែតចេញណាចេញភ្លាមធ្វើភ្លាមអ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋបើចង់ឲ្យប្រជាពលរដ្ឋយល់អំពីច្បាប់បើចង់ឲ្យប្រជាពលរដ្ឋចេះដឹងអំពីច្បាប់ចោះទូរទស្សន៍ពួកអាចុយម្រាយឯងប្រមាណ100ប៉ុស្តិ៍នៅស្រុកខ្មែរមិននិយាយហ៎មិនជួយសបផ្សាយអំពីនីតិវិធីច្បាប់និយាយអំពីច្បាប់ហ្នឹងចេះប៉ុន្តែគ្រប់ទូរទស្សន៍គ្រប់សារព័ត៌មាននៅស្រុកខ្មែរទាំងអស់សួរថាវាបានចេញមកទេវាបាននិយាយប្រាប់ប្រជាពលរដ្ឋទេវាបានណែនាំប្រជាពលរដ្ឋពីប្រហែលខែមុនទេអត់ទេណាអត់ទេហើយទូរទស្សន៍របស់ហ៊ុនសែនប្រហែល100ប៉ុស្តិ៍ខ្ញុំសួរបងប្អូនមិនក្រោមពី50ប៉ុស្តិ៍ទៅ100ប៉ុស្តិ៍ទេទូរទស្សន៍កាសែតសារព័ត៌មានពួកអស់នេះវាត្រូវប្រាប់ប្រជាពលរដ្ឋពួកអស់នេះវាត្រូវតែបញ្យល់ប្រវត្តិឥឡូវខែឧសភាថ្ងៃទី1នេះមន្ត្រីនគរបាលចាប់ដើមចាត់វិធានការតើបងប្អូនយល់ច្បាប់នឹងទៅចេញមិនតាន់បាន3ថ្ងៃអគ្គស្នងការនេតវឿនអាចុយម្រាយរត់ចោលសន្តិភាពឥឡូវកូនចៅវាឈួរអស៊ីសេរីបានចុះនិយាយអំពីកូនចៅអានេតវឿនបាក់ពូលោកហ៊ុនសែនក្មួយលោកហ៊ុនសែនដែលវាបានលុយទៅទិញសេចក្ដីបានលុយទៅទិញផ្ទះនៅឯក្រៅប្រទេសបងប្អូនប្រហែលជាបានដឹងហើយរឿងអគ្គស្នងការនេតវឿនអានេះខ្ញុំមិនបាច់និយាយរឿងលុយរបស់វាដែលស្ពាលុយរត់ចោលលោកហ៊ុនសែនទេណាឥឡូវខ្ញុំនិយាយអំពីចរិតនៃច្បាប់
តើចរិតនៃច្បាប់ដែលពួកអស់លោកបង្កើតមកតាមក្តានអាចទេអានឹងនិយាយមិនបាច់តាមនីតិមាត់អីទេបើអានេះច្បាប់វាកើតចេញពីអាចហ៊ុនសែនទេណាកើតចេញពីអាចហ៊ុនសែនទេចរិតនៃច្បាប់គឺជាចរិតយកលុយសរសើរអត់មានចរិតដើម្បីឲ្យប្រជាពលរដ្ឋរួចផុតអំពីគ្រោះថ្នាក់ចរាចរណ៍ទេចរិតច្បាប់ដែលពួកអស់លោកបង្កើតមន្ត្រីនគរបាលដែលវាចុះអនុវត្តពីថ្ងៃម្សិលមិញចាប់ពីម៉ោង7ព្រឹកទៅដល់ម៉ោង6 7ល្ងាចឡានដែលវាចាប់បានម៉ូតូដែលវាចាប់បានរថយន្តដែលវាចាប់បានរាប់រយគ្រឿងបងប្អូនលុយដែលវាប្រមូលបានរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃហើយលុយនឹងលុយណាលុយពលរដ្ឋលុយណាលុយណាលោកជាតិជៀនលុយណាលុយណាលោកលីហាលនេះដែលឈឺចាប់ខ្ញុំបាទជីមសម្ភារថ្ងៃនេះខ្ញុំសូមចេញមតិថ្ងៃនេះប្រាប់ដល់ពួកមន្ត្រីនគរបាលនៅប្រទេសខ្មែរទាំងអស់ស្ដាប់អាសភាតមុននឹងអស់លោកធ្វើអស់លោកចុះអនុវត្តផែនការយុទ្ធសាស្ត្រអំពីនីតិវិធីច្បាប់ដើម្បីកាត់បន្ថយនៃការគ្រោះថ្នាក់ចរាចរណ៍ចាំមកផ្លែតបងប្អូននៃការគ្រោះថ្នាក់ចរាចរណ៍ឥឡូវនេះវិធីច្បាប់នេះស្របពេលដែលជំងឺអាកូវីដកំពុងតែរាលត្បាតនៃសកលទូទាំងសកលលោកស្រុកខ្មែរប្រទេសខ្មែរពលរដ្ឋខ្មែរប្រជាជនខ្មែរគឺគ្មានការព្រួយបារម្ភអំពីកូវីដទេព្រួយបារម្ភអំពីច្បាប់ដែលអស់លោកដាក់ភ្លាមធ្វើភ្លាមនេះណាដែលអស់លោកដាក់ភ្លាមធ្វើភ្លាមនេះចាញ់ភ្លាមអនុវត្តភ្លាមនេះពីម្សិលមិញណាពីម្សិលមិញដែលពួកវាដាក់តាមដងផ្លូវមន្ត្រីនគរបាលដាក់ត្រួតគ្រប់ផ្លូវគ្រប់ច្រកនេតិវិធីច្បាប់តែច្បាប់នោះគឺជាចរិតនៃការរលួយគៀបសង្កត់ប្លន់នៅស្របច្បាប់ដូចខ្ញុំសរសេរអញ្ចឹងច្បាប់នេះគឺគេហៅថាច្បាប់ប្លន់លុយពីប្រជាពលរដ្ឋដោយស្របច្បាប់ច្បាប់នេះច្បាប់រលុយមិនមែនច្បាប់បង្កើតឡើងដើម្បីវិធានការកាត់បន្ថយនៃជំងឺអត់ទៅគេហៅថាគ្រោះថ្នាក់ចរាចរណ៍នោះទេបើសិនតែពួកក្បាលអស់លោកដែលចង់កាត់បន្ថយអំពីគ្រោះថ្នាក់ចរាចរណ៍មិនមែនក្បាលអស់លោកទើបតែមកនឹកឃើញពេលនេះទេប្រជាពលរដ្ឋប្រមាណម៉ឺនប្រមាណលានអ្នកប្រមាណ100អ្នកហើយដែលបាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំពីមួយខែទៅមួយខែជាពិសេសរដូវបុណ្យទានបុណ្យចូលឆ្នាំប្រពៃណីជាតិក្នុងមួយឆ្នាំស្លាប់មិនចេះតិចបើសិនតែក្បាលអស់លោកគិតអំពីគ្រោះថ្នាក់ចរាចរណ៍ចង់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មិនបាច់ចាំបង្កើតច្បាប់ក៏បានដែរបើសិនតែរាជរដ្ឋាភិបាលលោកហ៊ុនសែនដឹកនាំសពថ្ងៃបើចង់ឲ្យប្រជាពលរដ្ឋរួចចាក់ផុតពីគ្រោះថ្នាក់ចរាចរណ៍ការបើកបរគ្មានការបុកគ្នាស្លាប់ពេញទឹកពេញដីហ៊ុនសែនមួយថ្ងៃលឺតែខ្ចីបុលចៃលុយគេច្រើនណាស់ខ្ចីបុលចៃលុយគេច្រើនណាស់ហើយយកប្រទេសជាតិទាំងមូលយកប្រជាពលរដ្ឋតាំង6ទៅ10លានយកឈ្មោះប្រជាពលរដ្ឋដើម្បីទៅខ្ចីលុយគេអាលុយគេខ្ចីមកហ្នឹងទៅតែពង្រីកផ្លូវធំត្រូវតែពង្រីកផ្លូវធំធ្វើផ្លូវធំដោយប្រទេសថៃគេមានផ្លូវលើផ្លូវក្រោមផ្លូវអាកាសផ្លូវក្រោមដីទៀតអានៅប្រទេសថៃហើយ
ខ្ញុំមកនៅប្រទេសថៃរយៈពេល5ឆ្នាំហើយខ្ញុំមិនដែលឃើញប្រទេសថៃបុកគ្រោះថ្នាក់ចរាចរណ៍នឹងភ្នែកដូចស្រុកខ្មែរទេណាទោះបីតែអ្នកឯងខំបង្កើតច្បាប់ដាក់ចរាចរណ៍ផាកពិន័យពីប្រជាពលរដ្ឋមួយថ្ងៃរាប់រយម៉ូតូរាប់ពាន់ឡានក៏ដោយសួរថាកាត់បន្ថយបានទេអាគ្រោះថ្នាក់ចរាចរណ៍នេះអត់បានទេព្រោះផ្លូវស្រុកខ្មែរដូចខ្ញុំប្រាប់យ៉ាងផ្លូវស្រុកខ្មែរគឺផ្លូវដូចផ្លូវកដោអញ្ចឹងផ្លូវស្រុកខ្មែរដូចផ្លូវកដោអញ្ចឹងផ្លូវស្រុកខ្មែរតាំងទៅតាំងមកតាំងស្វែងតាំងស្ដាំបើកបច្ច្រាស់គ្នាផ្លូវតែមួយផ្លូវជាផ្លូវតូចរឿងអីមិនបុករឿងអីមិនស្លាប់រឿងអីនេះមិនគ្រោះថ្នាក់ចរាចរណ៍វាគ្រោះថ្នាក់ចរាចរណ៍ដោយសារតែផ្លូវជាផ្លូវតូចទោះតែបាលពួកឯងនេះមន្ត្រីនគរបាលក៏ដោយដែលលោកហ៊ុនសែនដាក់ប័ណ្ណបញ្ជានេះដែលពួកឯងចោះអនុវត្តពីម្សិលមិញនេះទោះបីឯងខំធ្វើចរាចរណ៍ដាច់បាយដាច់ទឹកក៏ដោយឯងចាំមើលបើមិនស្អែកខាន់ស្អែកគ្រោះថ្នាក់ជាតិហើយសួរថាកាត់បន្ថយបានទេអត់បានទេហើយសួរថានៅពេលដែលឯងចោះអនុវត្តតើវារយៈពេលប្រហែលឯងធ្វើបានប្រហែលខែទៀតឯងធ្វើបានប្រហែលខែទៀតអាការដែលឯងធ្វើបានឲ្យតែមួយផ្លែតហ្នឹងយ៉ាងយូរអញបីតែកន្លះខែហ្នឹងពួកឯងឈប់អស់មកទៀតណាអនុវត្តពួកឯងនេះចឹងមកខ្ញុំចេញមកប្រតិកម្មគឺប្រតិកម្មអំពីអារឿងច្បាប់ឲ្យប្រជាពលរដ្ឋគ្រប់ខ្ញុំគ្រប់គ្រងប៉ុន្តែអស់លោកធ្វើនេះវាជ្រុលវាគ្មានវិធានការបញ្យល់ពលរដ្ឋពីមុននិយាយប្រាប់ប្រជាពលរដ្ឋឲ្យយល់ពីច្បាប់យល់ល្អរីរដ្ឋាភិបាលបើកខួរក្បាលត្រួតពិនិត្យមើលផ្លូវខ្លួនឯងពិចារណាឡើងវិញរួចហើយខំខ្ចីបុលលុយកាក់គេមកធ្វើផ្លូវឲ្យធំស្ដាំដឹងទៅស្ដាំស្វែងដឹងស្វែងអានឹងឲ្យកាត់បន្ថយបានណាបើប៉ុណ្ណឹងឲ្យកាត់បន្ថយមិនបានចាំយើងដាក់ច្បាប់ឲ្យវារឹងឥឡូវនេះអស់លោកដាក់ច្បាប់ណាវិធានការច្បាប់ចេញមកហើយម្សិលមិញមួយឧសភាអ្នកដែលរកគ្រោះណាខ្លះអ្នកដែលនៅភ្នំពេញពូសัตว์បាត់ដំបងបង្ហោះពេញបណ្ដាញសង្គម Facebook នេះដូចបងខ្ញុំសួរឯងគាត់នៅស្រុកខ្មែរគាត់ដឹងគាត់យល់ដែលនៅពេលនគរបាលមន្ត្រីទាហានសមត្ថកិច្ចអីគេធ្វើណាសូមជម្រាបលាបងប្អូនបាយ ដើម្បីទទួលបានព័ត៌មានភ្លាមៗលោកអ្នកគ្រាន់តែជួយចុច like ហើយចុច subscribe បន្តមកចុចលើរូបកណ្ដឹងហើយចុចលើពាក្យថា all